ពេលស្អាតទឹកមកកពស់ប៉ុណ្ណឹងតែអ្នកស្រុកដឹងថាសบายចិត្តហើយអ្នកបរិយពិភពទៅទៅពាំងខ្លាំងដឹងថាសบายចិត្តហើយចោមចៅ3ចោមចៅ2ចុងកតុយចោមចៅ1ស្អីស្អីមកទាំងអស់ហ្នឹងមកដល់ស្មាននេះយើងស្ដារទប់អាកន្លែងនោះមកស្ដារបាន40ឡានអញ្ចឹងថ្ងៃនេះយើងនឹងបើកអានោះបើកឲ្យទឹកយើងចាប់ផ្ដើមស្ដារទៅមុខទៀតឥឡូវបានចឹងគេហ៊ីងអស់ហ្មងដើម្បីយកដី40ឡានគ្រាន់តែពីផឹកមកដល់ស្មានហ្នឹង40ឡានអាចដីប្រវែងមិនបានហើយជា30ម៉ែត្រណាហើយប៉ុណ្្នឹងមើលអាចដីរួចតែយកអាហ្នឹងទៅទឹកហូរលបឿនមកពីលើមកបឺតមកអស់ហើយអានេះមិនមែននេះទប់ស្ដារហ្មងពេលស្ដារទឹកមកកពស់ប៉ុណ្្នឹងពោះខុសគ្នា1ម៉ែត្រតែអ្នកស្រុកដឹងថាសบายចិត្តហើយអ្នកបរិយពិភពទៅទៅពាំងខ្លាំងដឹងថាសบายចិត្តហើយនៅខាងលើសบายចិត្តហើយចោមចៅ3ចោមចៅ2ចុងកតុយចោមចៅ1ស្អីស្អីមកទាំងអស់ហ្នឹងផ្លូវជាតិលេខ4លេខ3មកហើយវាយអាយកុំទៅធឿនវាយអាយកុំបើទឹកវាបើវាកលអានោះគេបើវាកលអាក្រោមហ្នឹងអញ្ចឹងមកនេះលបឿនប៉ុណ្្នឹងវាអត់មានកលមួយអានោះទេបាទបើសិនជាអាហ្នឹងវាកលអានោះបាត់ហើយលបឿនទឹកកពស់1ម៉ែត្រវាត្រូវកលអានោះតែកន្លងមកអាហ្នឹងវាកលអានោះវាយមើលស្រទៅបាន2ទឹកហ្នឹងណាបាទទាញមកអាកោទាញមកសកតយកអាកន្លែងហ្នឹងមួយទៀតមើលសកតលើអាថ្មទៅtôi mẹទឹកកន្លះម៉ោងជាងហើយដាក់ប៉ុណ្ណឹងមកអត់អាឃើញកន្លែងបន្លាយពួកឯងឃើញដាក់ឲ្យចំកដាលដាក់ឲ្យចំកដាលលើហើយមែនដល់ចាំមកដល់ទឹកអត់ឡើងពេញនេះយើងផងងាកមកខាងទីមើលទឹកអត់ឡើងពេញលបឿនព្រែកបងមិនមែនអូតូនិយមទេមិនមែននេះប៉ុន្តែមើលដឹងអានោះបើកាលណាវាអត់ហូរទឹកវាកលអានោះវាកលអានោះវាជះទៅវិញហើយលបឿនទឹកប៉ុណ្្នឹង1ម៉ែត្រកពស់1ម៉ែត្របើអត់ហូរវាជះទៅវិញហើយ